នេះខ្ញុំបង្ហាញពីរបៀបថាយើងចង់ឲ្យដូរពណ៌វាទាំងអស់អញ្ចឹងណាកុំឲ្យបាក់ខ្ញុំថាខ្ញុំត្រូវឲ្យវាទៅពណ៌ខ្មៅឬក៏ពណ៌អីដើម្បីគូសអីបន្ថែមអញ្ចឹងដំបូងផុតយើងខមមិនយើង layer ធម្មតា enter មកហើយយើងចង់ស្អីក៏បានដែរចុចមួយមកហើយ control A វាមកទាំងអស់មកហើយយើងធ្វើការដូរពណ៌ឥឡូវខ្ញុំថាតើខ្ញុំដូរពណ៌ខ្មៅហើយអូខេចឹងឃើញវាចាប់ផ្ដើមលោតពណ៌ខ្មៅឯងខ្ញុំបិទវាមកហើយឥឡូវចង់វាខ្មៅទាំងអស់យើង select វាម្ដងទៀតទាំងអស់ comment set by layer enter មក yes វាមក yes ទៀតមកអញ្ចឹងហើយវាទៅពណ៌ខ្មៅអស់ហើយសម្រាប់ dimension នេះយើងកែខ្លួនឯងបន្ថែមតិចទៅអញ្ចឹងនិយាយស្រួលពេលយើងធ្វើការអញ្ចឹងតែគូបន្ថែមគូអីទៅវាស្រួលអញ្ចឹង